Dalot Diego Dalot Diego Dalot 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 ក្រោះមកឆ្វេង Bruno និងគ្រាប់ទី3គឺរកបានដោយកីឡាករ Bruno Fernandes នៅនាទីទី90 Bruno Fernandesជំរាបសួរប្រិយមិត្តបានតរជាទីមេត្រីស្វាគមន៍សាជាថ្មីបាទថ្ងៃនេះគឺជាថ្ងៃទី17ខែមីនាឆ្នាំ2025ថ្ងៃនេះ admin លើកគូបាល់ចំនួន4គូទៀតហើយដែលស្ថិតនៅក្នុង2ព្រឹត្តិការណ៍បាទគឺ2គូគឺស្ថិតនៅក្នុងលីកកំពូលនៃអង់គ្លេសហើយ2គូទៀតគឺស្ថិតនៅក្នុងព្រឹត្តិការណ៍ La Liga នៃអេស្ប៉ាញអូខេឥឡូវយើងកុំឲ្យខាត់ពេលយូរយើងទៅមើលលទ្ធផលទាំងអស់គ្នាគូទី1នេះគឺជួបគ្នារវាងបាទកំភ្លើងធំ Arsenal ប៉ះជាមួយនឹងតោខៀវ Chelsea ដែលស្ថិតនៅក្នុងព្រឹត្តិការណ៍លីកកំពូលនៃអង់គ្លេសបាទជុំទី29លទ្ធផលផ្លូវការគឺក្រុមម្ចាស់ផ្ទះកំភ្លើងធំ Arsenal យកឈ្នះទៅលើក្រុមភ្ញៀវ Chelsea 1-0មួយគ្រាប់របស់កំភ្លើងធំ Arsenal គឺរកបានដោយកីឡាករ Merino នៅនាទីទី20 Miguel Merino គូទី2នេះគឺស្ថិតនៅក្នុងព្រឹត្តិការណ៍លីកកំពូលនៃអង់គ្លេសដដែលបាទជុំទី29គឺជួបគ្នារវាងកញ្ជ្រោងលឿង Leicester City ប៉ះជាមួយនឹងបិសាចក្រហម Manchester United លទ្ធផលផ្លូវការនោះគឺក្រុមភ្ញៀវបានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះបាទ3-0បាទបិសាចក្រហមយើងបាទយកមិញហូពេញធឹងហើយ3គ្រាប់របស់បិសាចក្រហម Manchester United បាទគ្រាប់ដំបូងគេគឺរកបានដោយកីឡាករ Rasmus Højlund នៅនាទីទី28ចំណែកគ្រាប់ទី2គឺរកបានដោយកីឡាករ Garnacho នៅនាទីទី67បាទ Alejandro Garnacho និងគ្រាប់ទី3គឺរកបានដោយកីឡាករ Bruno Fernandes នៅនាទីទី90បាទ Bruno Fernandes គូទី3នេះគឺស្ថិតនៅក្នុងព្រឹត្តិការណ៍ La Liga នៃអេស្ប៉ាញមកជុំទី28ជួបគ្នារវាង Rayo Vallecano ប៉ះជាមួយនឹង Real Sociedad លទ្ធផលផ្លូវការនោះគឺ2ស្មើបាទ2-2ពីគ្រាប់របស់ Rayo Vallecano គ្រាប់ដំបូងគេគឺរកបានដោយកីឡាករ Trejo Oscar Trejo នៅនាទីទី58និងគ្រាប់ទី2រកបានដោយកីឡាករ Pedro Diaz នៅនាទីទី72ចំណែកពីគ្រាប់របស់ Real Sociedad វិញគ្រាប់ដំបូងគេគឺរកបានដោយកីឡាករ Martin Zubimendi នៅនាទីទី20និងគ្រាប់ទី2រកបានដោយកីឡាករ Corena នៅនាទីទី80បាទអាកៃទីតកឈ្មោះបាទអាកៃ Marie Corena បាទ Marie Corena អូយអញអើយគូទី4គឺជួបគ្នារវាង Atletico Madrid ប៉ះជាមួយនឹងបាទក្លឹបនេះមានបន Barcelona លទ្ធផលផ្លូវការនោះគឺក្រុមភ្ញៀវ Barcelona យកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Atletico Madrid 4-2 4គ្រាប់របស់ Barcelona បាទគ្រាប់ដំបូងគេគឺរកបានដោយកីឡាករ Robert Lewandowski នៅនាទីទី72គ្រាប់ទី2គឺរកបានដោយកីឡាករ Ferran Torres នៅនាទីទី78ចំណែកគ្រាប់ទី3គឺរកបានដោយកីឡាករ Lamine Yamal នៅនាទីទី90+2និងគ្រាប់ទី4រកបានដោយ Ferran Torres ដដែលបាទនៅនាទីទី90+8បាទ Ferran Torres មួយប្រកួត2គ្រាប់តែឯងបាទការបង្ហាញលទ្ធផលផ្លូវការទាំង4គូដែលស្ថិតនៅក្នុង2ព្រឹត្តិការណ៍បាទ2គូនៅលីកកំពូលនៃអង់គ្លេសចំណែក2គូទៀតនៅ La Liga នៃអេស្ប៉ាញឥឡូវនេះបានឈានចូលមកដល់ទីបញ្ចប់ហើយអរគុណបងប្អូនដែលទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជួបខ្ញុំនៅវីដេអូក្រោយទៀត